Bà sẽ xoay này dừng ở là laptop thay mấy mà đọc thì thấy hay là cứ chiaประเภท gaming laptop rồiตอกนี่เคยนึงรูปเรียงบอกอย่างนี้ประเภท Lenovo ពីច្រើនគឺរូបរាងបែបយ៉ាងស្អាតបែបគេហៅថាមាំតាមហ្មងតោះគ្នាហើយនេះរូបរាងពីខាងក្រោយ symbol របស់វាជាមួយនឹងសញ្ញា Lego របស់គេបាទអរគ្នា model មួយនេះគឺជា Lenovo Lego Bellator បាទ7000សេរីថ្មីចុងក្រោយបាទហើយតម្លៃរបស់វាត្រឹម1200ជាងទេអញ្ចឹងសម្រាប់ spec របស់វាបងប្អូនគ្នាវាភ្ជាប់មកជាមួយនឹង CPU Ryzen 9ជាមួយនឹង RAM 16GB ហើយ SSD គឺ1 TB បាទហើយបើ VGA របស់វានេះបាទតែ VGA របស់វាវិញគឺជាប្រភេទ GeForce RTX 5060 8GB ហើយ display របស់វាគឺបានរហូតដល់ទៅ16 inch បាទសម្រាប់ទំហំរបស់វាហើយជាមួយនឹង resolution 2.5K អូធំតែអ្នកនរគ្នាអូខេហើយចំណែក refresh rate របស់វា model មួយនេះគឺវាមានរហូតដល់ទៅ 180Hz ហើយ keyboard វាមានទាំង backlit keyboard សម្រាប់ model មួយនឹងដែរអូខេចឹងអ្នកនរគ្នាអ្នកដែលចង់បាន laptop យកទៅលេង game ខ្ញុំគិតថាមួយនេះគឺល្អមែនតើហើយវាទំចេញដែរហើយសម្រាប់ port របស់វាយើងមានUSB បាទពីរុននៅខាងនេះហើយជាមួយនឹងរុន audio ខាងឆ្វេងហើយបន្លែកខាងស្ដាំគឺយើងមាននេះបាទពីរុនទៀតវិញនិយាយ port របស់វាច្រើនមែនតើហើយយើងត្រឡប់ទៅមើលខាងក្រៅវិញគេរៀងធ្ងន់ទៀតអ្នកនរបាទនេះរូបរាងវាខាងក្រៅអូខេនេះខ្ញុំមិនស្ញាគេ Lego នៅខាងក្រៅនេះអូខេ port របស់វានេះ charging ហើយជាមួយនឹងUSB-C សម្រាប់ charging ដែរបាទ HDMI ជាមួយ networking ហើយខ្យល់របស់វាបាញ់ខ្យល់នៅខាងក្រៅអញ្ចឹងវាធ្វើឲ្យសិនតិចសម្រាប់អេក្រង់របស់វាទាំងអស់គ្នានេះគឺបត់បាន180 degree បាទអូហើយនេះខ្ញុំមិនសញ្ញាគេ Bellator នៅលើនឹងហ្មងបាទបងប្អូនគ្នាបើសិនចាប់អារម្មណ៍អីអាច comment សួរបន្ថែមបានហើយចង់ដឹងតកតងជាមួយនឹង model មួយហ្នឹងអាច comment សួរបន្ថែមបានហើយសម្រាប់ការរត់ទិញអាចស្វែងរកបាននៅ NTL showroom អូខេខ្ញុំមានតែប៉ុណ្្នឹងបងប្អូនគ្នាហើយបាទចង់ដឹងបន្ថែមអាច comment សួរបានបងប្អូនគ្នាអូខេបាយបាយ